មីលីដងចិត្តគឺជាសាច់រឿងមួយដែលបានបង្ហាញអំពីស្នេហាឆ្លងដែនគឺរវាងនារីជនជាតិសៀមនិងបុរសជនជាតិខ្មែរណាហើយតួអង្គស្រីនឹងឈ្មោះច័ន្ទមនីតួអង្គប្រុសនឹងឈ្មោះទីឃាវុឌ្ឍតោះឥឡូវយើងមកមើលគំនិតសំខាន់នៅក្នុងរឿងនឹងទាំងអស់គ្នាអញ្ចឹងគំនិតសំខាន់ទី1នៅក្នុងរឿងមីលីដងចិត្តហ្នឹងគឺបង្ហាញពីស្នេហាពិតមិនគិតពីទ្រព្យសម្បត្តិអញ្ចឹងយើងឃើញថាតាមរយៈសាច់រឿងហ្នឹងទំនាក់ទំនងស្នេហារវាងទីឃាវុឌ្ឍនិងនាងច័ន្ទមនីហ្នឹងយើងឃើញថានាងច័ន្ទមនីគឺជាវណ្ណៈដែលមានទ្រព្យសម្បត្តិណាច្រើនជាងទីឃាវុឌ្ឍដែលជាអ្នកក្រីក្រខ្សត់ទី2គឺបង្ហាញពីស្នេហានិងឧត្តមគតិស្នេហាជាតិកន្លែងហ្នឹងដោយសារពេលហ្នឹងប្រទេសយើងនឹងមានបញ្ហាទឹកដីអញ្ចឹងទីឃាវុឌ្ឍបានសច្ចាក្នុងចិត្តថាបើទឹកដីខេត្តបាត់ដំបងណាសៀមរាបនិងមួយចំនួនទៀតมันបានមកស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាទេគាត់មិនអាចមានតំណែងស្នេហាឬក៏រាប់អានជាមួយជនជាតិសៀមទៀតឡើយគាត់នឹងស្អប់ជារៀងរហូតតើណាទី3បង្ហាញពីតម្លៃនៃចំណេះវិទ្យាយើងឃើញហើយតាមរយៈដំណើររឿងតួអង្គទីឃាវុឌ្ឍគឺជាតួអង្គឲ្យតំណាងឲ្យអ្នកសិក្សាគ្រប់រូបស្រឡាញ់ការសិក្សារៀនសូត្រខិតខំប្រឹងប្រែងព្យាយាមណាទី4បង្ហាញពីបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់សៀមអញ្ចឹងពេលនោះគឺជាពេលវេលាមួយដែលប្រទេសយើងរងការឈ្លានពានពីប្រទេសសៀមបន្តមកទៀតគឺបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនសុខសាយចំការគឺមានបង្ហាញនៅពេលដែលទីឃាវុឌ្ឍហ្នឹងទៅធ្វើការនៅពោធិ៍សាត់មានគេហ្នឹងហើយបានជួបផ្ទះប្រជាជននៅនឹងបន្តមកទៀតចុងក្រោយគឺបង្ហាញអំពីអំពើពុករលួយនិងអំពើកេងប្រវ័ញ្ចអញ្ចឹងតើតើនឹងការកាត់ក្អាយក្នុងសាច់រឿងការកាត់ក្អាយមានការកឹបកេងណាយកសាច់កណាត់អន់យកមកកាត់ឯកសណ្ឋានហ្នឹងកុំភ្លេចបើបងប្អូនចង់រៀនតែសេចក្តីវិញ្ញាសាសុទ្ធថ្ងៃសៅរ៍ថ្ងៃអាទិត្យម៉ោង2ដល់ម៉ោង4តម្លៃ$15ណាអាចតើតើមកគ្រូបានហើយជួយ follow page Facebook គ្រូមួយផងសំដីបាត់ដុំហ្នឹង